កងយន្តហោះចម្បាំងនៃប្រទេសអ៊ីស្រាអែលចាប់ផ្ដើមទម្លាក់គ្រាប់បែកតាមឆ្នេរសមុទ្រនៃប្រទេសអ៊ីរ៉ង់និងដាក់គោលដៅទម្លាក់គ្រាប់បែកទៅលើនាវាទាំងឡាយណាដែលសង្ស័យថាដឹកមីស៊ីលឲ្យអ៊ីរ៉ង់ក្នុងនោះតាមកំទេចបណ្ដាញនាវារបស់ប្រទេសរុស្ស៊ីបើនាវានេះបើកចូលតំបន់សមុទ្រលេខជុំសមុទ្រពាក់បណ្ដាញផ្សាយព័ត៌មានជាច្រើននៃក្រមបច្ចឹមប្រទេសបណ្ដាញផ្សាយព័ត៌មានរបស់ប្រទេសទាំងនោះចុះផ្សាយនៅថ្ងៃទី27មីនានេះថាកងយន្តហោះចម្បាំងរបស់អ៊ីស្រាអែលរួមនឹងសហរដ្ឋអាមេរិកផងដែរនៅតែបន្តបើកយុទ្ធនាការវាយប្រហារទ្រង់ទ្រីធំដាក់លើគោលដៅនៃប្រទេសអ៊ីរ៉ង់ទូទាំងប្រទេសនៅក្នុងនោះតំបន់ឆ្នេរសមុទ្រនៃប្រទេសអ៊ីរ៉ង់ហេដ្ឋារចនាសម្ព័ន្ធនាវាចររបស់អ៊ីរ៉ង់មានដូចជាកំពង់ផែទីតាំងស្តុកគ្រាប់តាមតំបន់ឆ្នេរសមុទ្រនៃប្រទេសអ៊ីរ៉ង់ត្រូវរងការវាយប្រហារកាលពីថ្ងៃទី24និង25មីនាកងកម្លាំងកងទ័ពអាកាសនៃប្រទេសអ៊ីស្រាអែលបានទម្លាក់ដោយជោគជ័យនៅគ្រាប់បែករបស់ខ្លួនទៅលើទីតាំងនៃការអភិវឌ្ឍនាវាមុជទឹករបស់អ៊ីរ៉ង់ដែលស្ថិតនៅផ្នែកមួយនៃខេត្តអ៊ីស្វ៉ាហាន់ហើយក្នុងនោះនាវារបស់អ៊ីរ៉ង់ដែលបានលាក់អត្តសញ្ញាណហើយបើកនៅតំបន់ឈូងសមុទ្រពេកត្រូវរងការវាយប្រហារបើតាមកងកម្លាំងទ័ពអាកាសរបស់ប្រទេសនេះឲ្យដឹងថាតំបន់តាមឆ្នេរសមុទ្រនៃប្រទេសអ៊ីរ៉ង់បើទោះជារងការវាយប្រហារយ៉ាងខ្លាំងពីសំណាក់កងយន្តហោះចម្បាំងរបស់សហរដ្ឋអាមេរិកក៏ដោយតែអ៊ីស្រាអែលនៅបន្តបើកប្រតិបត្តិការបោះសម្អាតនិងតាមកំទេចការដំឡើងមីស៊ីលថ្មីទៀតរបស់អ៊ីរ៉ង់នៅតាមឆ្នេរសមុទ្រនៃប្រទេសអ៊ីរ៉ង់ដែលលាតសន្ធឹងនៅតំបន់ឈូងសមុទ្រពេកនិងតំបន់ច្រកសមុទ្រហូម៉ូសរបាយការណ៍របស់ក្រសួងការពារជាតិអ៊ីស្រាអែលឲ្យដឹងថាកងយន្តហោះចម្បាំងរបស់អ៊ីស្រាអែលបានដាក់គោលដៅនៃការវាយប្រហារទៅលើមូលដ្ឋានទ័ពជើងទឹករបស់អ៊ីរ៉ង់នៅបណ្ដាអាសាលីដែលស្ថិតនៅឆ្នេរសមុទ្រនៃភាគខាងជើងប្រទេសអ៊ីរ៉ង់ជាប្រតិបត្តិការមួយដែលអ៊ីស្រាអែលចាត់ទុកថាជាការពង្រីកដែនវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់ក្រោយពីអ៊ីស្រាអែលបានយុទ្ធនាការវាយប្រហារទៅលើអ៊ីរ៉ង់ដោយកម្លាំងទ័ពអាកាសអ៊ីស្រាអែលប្រតិបត្តិការវាយប្រហារទៅលើទីតាំងដីគោកសំខាន់នៃទីតាំងយុទ្ធសាស្ត្រសម្រាប់ទ្រទ្រង់កងឆ្មាំបដិវត្តអ៊ីរ៉ង់និងរដ្ឋាភិបាលសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់អ៊ីស្រាអែលចាប់ផ្ដើមបើកការវាយប្រហារដោយទម្លាក់គ្រាប់បែកនិងបាញ់ទៅលើទីតាំងឧស្សាហកម្មព្រីងរបស់អ៊ីរ៉ង់ចាប់តាំងពីថ្ងៃទី18មីនាមកនោះដើម្បីដែលអ៊ីស្រាអែលអានថាជាការកាត់បន្ថយចំណូលផ្គត់ផ្គង់របស់អ៊ីរ៉ង់ទ្រទ្រង់របបសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់រោងចក្រនុយក្លេអ៊ែរមួយកន្លែងដែលអង្គការអាតូមិកអន្តរជាតិរកឃើញថាជាទីតាំងរោងចក្រនុយក្លេអ៊ែររបស់អ៊ីរ៉ង់រងការវាយប្រហារថែមទៀតនៅថ្ងៃទី24មីនាគឺរោងចក្រថាមពលនុយក្លេអ៊ែរបាស៊ីក៏ស្ថិតនៅតំបន់ឆ្នេរសមុទ្រផងដែរបើយោងតាមសារព័ត៌មាននៃការនាមនៃចក្រភពអង់គ្លេសឲ្យដឹងថារោងចក្រថាមពលនុយក្លេអ៊ែររបស់អ៊ីរ៉ង់ស្ថិតនៅតំបន់ឆ្នេរសមុទ្ររបស់ខ្លួននោះរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរសារព័ត៌មានរបស់ពួកបច្ចេកវិទ្យាដែលការមានបានចុះផ្សាយថាប្រតិបត្តិការសឹករបស់កងកម្លាំងទ័ពអាកាសរបស់អ៊ីស្រាអែលដែលផ្ដើមការវាយប្រហារទៅលើទីតាំងសំខាន់នៅឆ្នេរសមុទ្រនៃឈូងសមុទ្រពេករបស់អ៊ីរ៉ង់និងតំបន់ឆ្នេរសមុទ្រនៃច្រកសមុទ្រហូម៉ូសរបស់អ៊ីរ៉ង់ត្រូវគេមើលឃើញថាអ៊ីស្រាអែលកំពុងដឹកមុខសហរដ្ឋអាមេរិកក្រោយពីសហរដ្ឋអាមេរិកកំពុងតែត្រៀមលក្ខណៈនៃការប្រើប្រាស់កម្លាំងទ័ពជើងគោកវាយចូលប្រទេសអ៊ីរ៉ង់ក្នុងករណីដែលដំណោះស្រាយនៃការទម្លាក់ដោយសហរដ្ឋអាមេរិក15ចំណុចមិនអាចទទួលយកបានដោយរដ្ឋាភិបាលសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់នោះបណ្ដាញផ្សាយព័ត៌មានអាចារ្យជារាចុះផ្សាយថាការវិលុករបស់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែលរួមគ្នាដោយប្រើប្រាស់កម្លាំងទ័ពអាកាសទៅលើប្រទេសអ៊ីរ៉ង់គឺជាការវាយបើកផ្លូវទៅរកការវាយប្រហារដោយកម្លាំងទ័ពជើងគោកដែលអ្នកជំនាញបានប្រាប់អាចារ្យជារាថាជាយុទ្ធសាស្ត្រនៃសង្គ្រាមគឺគេធ្វើដូចនេះប៉ុន្តែអ្វីដែលសំខាន់គឺអ៊ីស្រាអែលចាប់ផ្ដើមលុកដៃចូលចំនួននៃតំបន់ច្រកសមុទ្រហូម៉ូសនៅពេលដែលសហរដ្ឋអាមេរិកកំពុងតែរៀបចំកងទ័ពដើម្បីចាប់ផ្ដើមវិលុកកាន់កាប់ច្រកសមុទ្រហូម៉ូសពីដៃរបស់កងឆ្មាំបដិវត្តអ៊ីរ៉ង់គឺជាយុទ្ធសាស្ត្រមួយរបស់អ៊ីស្រាអែលត្រូវគេចាត់ទុកថាកំពុងតែដឹកមុខកងទ័ពសហរដ្ឋអាមេរិកដោយអ៊ីស្រាអែលបានដឹកមុខកងទ័ពអាមេរិកវាយប្រហារនៅថ្ងៃទី28កុម្ភៈទៅលើរដ្ឋធានីតេរ៉ង់ហើយភ្លាមៗនោះប្រតិបត្តិការទ័ពអាកាសរបស់អាមេរិកអន្តរាគមន៍ភ្លាមមួយរំពេចដែលទីបំផុតនៅថ្ងៃទី28កុម្ភៈទ័ពអាកាសរបស់អ៊ីស្រាអែលនិងសហរដ្ឋអាមេរិករួមគ្នាសម្លាប់មេដឹកនាំកម្ពុជារបស់អ៊ីរ៉ង់អាយ៉ាថូឡាលីខាមីណីនិងឧត្តមសេនីយ៍របស់អ៊ីរ៉ង់ភ្លាមជាច្រើនអ្នកនៅទីនោះអ៊ីស្រាអែលអះអាងថាចាប់តាំងពីប្រតិបត្តិការថ្ងៃទី28កុម្ភៈមកនោះទាំងឧត្តមសេនីយ៍ទាំងមន្ត្រីជាន់ខ្ពស់នៃប្រទេសអ៊ីរ៉ង់ប្រមាណជាជិត50នាក់ត្រូវបានសម្លាប់សុទ្ធតែជាអិសរាជជននយោបាយយុទ្ធសាស្ត្រដើម្បីពង្រឹងសមត្ថភាពរបបសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ដែលក្នុងនោះមានអាយ៉ាតូឡាលីខាមីណីនេះជាពិសេសគឺលោកអាលីឡារីយ៉ានីដែលទើបរងការវាយប្រហារសម្លាប់ចុងក្រោយប្រមាណថ្ងៃមុខនេះព័ត៌មានចុងក្រោយទៀតបានដឹងថាអ៊ីស្រាអែលបានបាត់ការវាយប្រហារសម្លាប់នៃបញ្ជាការកងទ័ពជើងទឹកនៃកងឆ្មាំបដិវត្តអ៊ីរ៉ង់ឧត្តមសេនីយ៍អាលីរីហ្សាតាន់ស៊ីរីហើយរួមជាមួយគ្នានេះប្រធានអង្គភិបចារកម្មកងទ័ពជើងទឹកនៃកងឆ្មាំបដិវត្តអ៊ីរ៉ង់លោកប៊ីណាំរ៉េនសាអេក៏ត្រូវបានសម្លាប់ផងដែរនៅក្នុងប្រតិបត្តិការថ្ងៃទី26មីនាឧត្តមសេនីយ៍តាន់ស៊ីរីជាមេបញ្ជាការកងទ័ពជើងទឹកនៃកងឆ្មាំបដិវត្តអ៊ីរ៉ង់នេះហើយតែជាអ្នកចេញបញ្ជាឲ្យឡោមព័ទ្ធនិងបិទច្រកសមុទ្រហូម៉ូសដែលជាផ្លូវនាវាចរអន្តរជាតិដ៏សំខាន់បំផុតនៃការបញ្ជូនព្រីងឥន្ធនៈចេញពីតំបន់មជ្ឈមបូព៌ាទៅកាន់អាស៊ីនិងអឺរ៉ុប
ច្រកសមុទ្រ Hormuz មានអត្ថប្រយោជន៍នៃការដឹកប្រេងសម្រាប់ពិភពលោកយ៉ាងហោចណាស់ជាង 20% ត្រូវបានអ៊ីរ៉ង់គ្រប់គ្រងដាច់មុខជាច្រើនឆ្នាំមកហើយឥឡូវនេះច្រកសមុទ្រ Hormuz បានក្លាយទៅជាទីតាំងយុទ្ធសាស្ត្រនៃសង្គ្រាមរបស់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែលដែលសហរដ្ឋអាមេរិកជាអ្នកសម្រេចថានឹងបង្ខំឲ្យកងទ័ពអាមេរិកត្រូវលើកទ័ពដើម្បីរំដោះច្រកសមុទ្រ Hormuz នេះគឺដើម្បីនាវាចរនៃផ្លូវនាវាចរអន្តរជាតិតែអ៊ីស្រាអែលមើលឃើញថាខ្លួនត្រូវជួយអន្តរាគមន៍ដើម្បីវាយបំបែកច្រកសមុទ្រ Hormuz ដោយប្រតិបត្តិការទ័ពអាកាសរបស់អ៊ីស្រាអែលរបាយការណ៍សារព័ត៌មានរបស់អ៊ីស្រាអែលចុះផ្សាយថាប្រតិបត្តិការនៃការវាយប្រហាររបស់អ៊ីស្រាអែលការពិតចាប់ដើមវាយប្រហារទៅលើឆ្នេរសមុទ្រនៃប្រទេសអ៊ីរ៉ង់ជាច្រើនថ្ងៃមកហើយប៉ុន្តែត្រូវបានអះអាងថាជាការតាមកំទេចពីក្រោយនៃយុទ្ធនាការរបស់សហរដ្ឋអាមេរិកប្រើប្រាស់យន្តហោះចម្បាំងប្រតិបត្តិការមិនការវាយប្រហាររបស់អ៊ីស្រាអែលនៅពេលនេះ